សូមជូនរឿងបងប្អូន2នាក់កាលពីដើមមានបងប្អូនប្រុស2នាក់ស្រឡាញ់គ្នាណាស់ពុំដែលទាស់ទែងឆ្លោះប្រកែកគ្នាឡើយកាលណាបងធ្វើខុសប្អូនរំលឹកបងស្ដាប់ធ្វើតាមដោយរីករាយបើប្អូនធ្វើអ្វីពុំគប្បីបងរំលឹកហើយប្អូនក៏ធ្វើតាមបងដែរថ្ងៃមួយប្រទេសជាតិកើតសង្គ្រាមសត្រូវបានចូលមកបំផុសបំផុលបង្កើតចលនាច្របូកច្របល់ពេញផ្ទៃប្រទេសបុរសបងត្រូវចាត់តាំងឲ្យទៅច្បាំងដោយចិត្តស្រឡាញ់បងខ្លាំងពេកបុរសប្អូនក៏សូមលាឪពុកម្ដាយទៅជាមួយបងដែរនៅពេលប្រកាប់ប្រចាក់គ្នាបងត្រូវខ្មាំងចាប់បាននាំយកទៅប្អូនគិតឃើញថាខ្លួនអញនៅលាវគ្មានប្រពន្ធកូនទេបងអញមានប្រពន្ធនឹងកូនច្រើននាក់ហើយនៅតូចផងសើអញស្លាប់ទៅចុះប្រសើរជាងឲ្យតែបងអញនៅរស់ត្រឡប់ទៅចិញ្ចឹមថែរក្សាកូនតទៅទៀតគិតស្រេចបុរសប្អូនកន្ត្រាក់ដាវរត់តាមស្កាត់ពួកខ្មាំងគេដណ្ដើមយកបានបងប្រុសត្រឡប់មកវិញរួចស្រែកថាសូមបងរត់យកតែរួចខ្លួនទៅចុះទុកឲ្យខ្ញុំតទល់នឹងសត្រូវបុរសប្អូនប្រឹងការពារខ្លួនអស់ពីចិត្តដោយបញ្ចេញអស់នៅចំណេះដែលចេះទៀងប៉ុន្មានប៉ុន្តែទ្រាំនឹងកម្លាំងសត្រូវច្រើនអ្នកពុំបានក៏ដោះខ្លួនថយកុសលល្អគេដោះខ្លួនរួចដោយទ័ពជំនួយមកដល់ទាន់ពេលកតេអប់រំបងប្អូនត្រូវចេះស្រឡាញ់គ្នានិងជួយគ្នានៅក្នុងគ្រាមានអាសន្ន